សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងទៅចែកគ្នាអំពីប្រវត្តិក្នុងការកកើតពានរង្វាន់បាល់ទាត់ World Cup មុននឹងមានការបង្កើតពានរង្វាន់ World Cup នេះគឺក្រុមបាល់ទាត់ទាំងអស់ត្រូវលេងនៅក្នុងពានរង្វាន់អូឡ িম্প ពិកអញ្ចឹងយើងដឹងហើយថាកីឡាអូឡ িম্প ពិកគឺមានច្រើនវិញ្ញាសាអញ្ចឹងក៏ខាង FIFA ហ្នឹងគាត់ចង់មានពានរង្វាន់ផ្ទាល់ខ្លួនមួយទេសម្រាប់តែខាងបាល់ទាត់អញ្ចឹងណាអញ្ចឹងកំណត់ដូចដើម World Cup ហ្នឹងគឺដោយលោក Sorime នៅក្នុងឆ្នាំ1930អញ្ចឹងការប្រារព្ធដំបូងហ្នឹងគឺក្នុងប្រទេសអ៊ុយរុហ្គាយមានតែក្រុម13ទៀតដែលបានចូលរួមនៅក្នុងការប្រារព្ធជាលើកដំបូងហ្នឹងអញ្ចឹងនៅក្នុង World Cup ឆ្នាំនោះដែរគឺអ៊ុយរុហ្គាយជាអ្នកលើកពានដោយទៅលេង final ជាមួយនឹងអាសង់ទីនអញ្ចឹងការប្រកួត World Cup យើងធ្វើ4ឆ្នាំម្ដងរហូតតាំងពី1930មកប៉ុន្តែដោយសារបញ្ហាសង្គ្រាមលោកលើកទី2ហ្នឹង World Cup ក៏បានផ្អាកចាប់ពីឆ្នាំ1942ដល់1946អញ្ចឹង World Cup បានប្រពឡើងវិញនៅឆ្នាំ1950អញ្ចឹងចាប់ពីឆ្នាំ1950មកពីរង្វាន់ World Cup នោះដូចជាកាន់តែចម្រើនខ្លាំងទៅហើយមានក្រុមមកពីគ្រប់ទ្វីបចូលរួមចឹងដឹងឲ្យថាពីន World Cup ហ្នឹងគឺមានកីឡាករ3ជាច្រើនណា Alex Tlo ដូចជា Pele ហ្នឹងគឺគាត់ដំបូងគេហើយគាត់ឈ្នះ World Cup ដល់3ដងជាមួយនឹង Brazil ហើយយើងមានឃើញ Alex Tlo នៅតារាបាល់ទាត់ច្រើនដូចជា Maradona Zidane អនឡាញអញ្ចឹងទៅបាទ Lionel Messi Cristiano Ronaldo អញ្ចឹងយើងមានការប្រតិក្រុមជាបន្តបន្ទាប់ចំនួនក្រុមចេះតែកើនឡើងរហូតអញ្ចឹងយើងនិយាយដល់ទៅវិញនៅឆ្នាំ1930គឺមាន13ក្រុមទេហើយនៅឆ្នាំ1982ហ្នឹងគឺឡើងដល់24ក្រុមហើយ1988គឺ32ក្រុមបន្តរហូតមកដល់ឆ្នាំ2026នេះយើងបរិយាដល់48ក្រុមតែច្រើនបំផុតហើយអញ្ចឹងសរុបទៅវិញប្រទេសដែលជោគជ័យលើពានរង្វាន់ច្រើនជាងគេគឺមានប្រេស៊ីលគាត់បានឈ្នះចំនួន5ដងហើយអាល្លឺម៉ង់ឈ្នះ4ដងហើយអ៊ីតាលីឈ្នះ4ដងអាសង់ទីនឈ្នះបាន3ដងបារាំងឈ្នះ2ដងអញ្ចឹងជើងចាំមើលទាំងអស់គ្នាថាតើWorld Cup យកនៅឆ្នាំ2026នេះមានអ្វីប្លែកច្រើនអត់ហើយមានកីឡាករណាលេចធ្លោអស់ច្រើនទៀតអត់ហើយការរៀបចំចំនួន48ក្រុមហ្នឹងគឺវារីករាយខ្លាំងដល់កម្រិតណាបើធៀបជាមួយនឹង World Cup ដែលមានចំនួន32ក្រុម